ហើយខ្ញុំសូមសួរសំណួរបន្ទាប់ទៅកាន់អ្នកគ្រូដែលអញ្ជើញមកពីសាលាបឋមសិក្សាគំរូនៅខេត្តសៀមរាបដោយសារអ្នកគ្រូជាគ្រូបរិញ្ញាបត្រម្នាក់ដែលបានដាក់បញ្ចូលបច្ចេកវិទ្យា Digital ចូលទៅក្នុងការបរៀនអញ្ចឹងសូមសួរសំណួរទៅកាន់អ្នកគ្រូដើម្បីឲ្យអ្នកគ្រូជួយចែករំលែកអញ្ចឹងសូមអ្នកគ្រូជួយចែករំលែកពីរបៀបដែលអ្នកគ្រូដាក់បញ្ចូលបច្ចេកវិទ្យា Digital ទៅក្នុងការបរៀនហើយនឹងព្រមទាំងលទ្ធផលដែលទទួលបានពីការដាក់បញ្ចូលបច្ចេកវិទ្យានេះផងដែរសូមគោរពអញ្ជើញអ្នកគ្រូចាអរគុណច្រើនលោកគ្រូជាបឋមនាងខ្ញុំសូមគោរពដល់លោកជំទាវអេឧត្តមទាំងអស់ជាទីគោរពហើយនឹងសូមគោរពដល់វាគ្មិនទាំងអស់ជាទីគោរពនិងប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាជាទីគោរពស្រឡាញ់រាប់អានចានៅក្នុងឆ្នាំនេះដែរអឺនៅក្នុងឆ្នាំនេះដែរនាងខ្ញុំបានដាក់បញ្ចូលបច្ចេកវិទ្យា Digital ទៅក្នុងការបង្រៀនទៅលើមុខវិជ្ជាដូចជាភាសាខ្មែរនិងគណិតវិទ្យាចាមួយវិញទៀតគឺការប្រឹក្សាគរុកោសល្យចំពោះមុខវិជ្ជាភាសាខ្មែរនាងខ្ញុំប្រើប្រាស់បច្ចេកវិទ្យា Digital សម្រាប់ចាទី1បង្រៀនផ្ទាំងជញ្ជាក់ពាក្យប្រើប្រាស់ញឹកញាប់គឺប្រើសម្រាប់សិស្សឃើញភ្លាមចំណាំភ្លាមនិងចេះអានភ្លាមប្រជុំគ្នាអានសៀវភៅធំចានៅក្នុងការប្រជុំអានសៀវភៅធំគឺឲ្យសិស្សបានឃើញច្បាស់ចាមានន័យថាឲ្យសិស្សបានឃើញច្បាស់អឺពីល្បះនិងរូបភាពជាមួយបច្ចេកវិទ្យាចាខ្ញុំងាយស្រួលបិទតួអក្សរនិងបង្ហាញរូបភាពដើម្បីឲ្យសិស្សទស្សន៍ទាយសូត្រដើមនៅក្នុងពាក្យត្រូវនឹងរូបភាពថ្ងៃបន្ទាប់បិទរូបភាពបង្ហាញតួអក្សរដើម្បីឲ្យសិស្សគិតរកវិធីអានពាក្យងាយស្រួលបញ្ចាំងឲ្យសិស្សអានឡើងវិញដើម្បីបង្កើតបញ្ជីពាក្យដែលស្រង់ចេញពីអត្ថបទចាសូមអរគុណសម្រាប់មុខវិជ្ជាភាសាខ្មែរជាបន្ទាប់នឹងខ្ញុំលើកឡើងនៅចំពោះមុខវិជ្ជាគណិតវិទ្យាចំពោះមុខវិជ្ជាគណិតវិទ្យានាងខ្ញុំប្រើប្រាស់បច្ចេកវិទ្យា Digital សម្រាប់ជាសម្ភារៈមានដូចជាសម្ភារៈបង្រៀនជាច្រើនទៅតាមប្រភេទនៃមេរៀនដូចជាការរកចំនួនវិធីបូកវិធីដកទម្ងន់ពេលវេលាតម្លៃលេខតាមខ្ទង់រូបិយវត្ថុចាលោកណាំគំរូនៅកន្លែងរូបិយវត្ថុគឺរូបិយប័ណ្ណចានៅក្នុងមេរៀនទាំងអស់នេះមានសម្ភារៈមានរូបភាពជាច្រើនដែលធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍កុមារឲ្យពួកគាត់ចូលចិត្តរៀននិងយកចិត្តទុកដាក់សម្រាប់ទីប្រឹក្សាគរុកោសល្យនាងខ្ញុំប្រើប្រាស់ទៅលើទម្រង់សង្កេតការបង្រៀននិងផែនការកែលម្អគ្រូបង្រៀនដោយប្រើ tablet នាងខ្ញុំក៏អាចស្វែងរកធនធានរៀនជាច្រើនសម្រាប់ពង្រឹងសមត្ថភាពចាសម្រាប់ទីប្រឹក្សាគរុកោសល្យនាងខ្ញុំប្រើប្រាស់ទម្រង់សង្កេតងាយស្រួលផ្ដល់ព័ត៌មានត្រឡប់ទៅកាន់គ្រូបង្រៀនវិញចាអស់ហើយលោកគ្រូបាទបាទអរគុណច្រើនអ្នកគ្រូសម្រាប់ចម្លើយដ៏ខ្វះក្បាយហើយអឺឃើញថាអ្នកគ្រូបានបញ្ចូលនៅបច្ចេកវិទ្យាទៅក្នុងការបរៀនទាំងមុខវិជ្ជាភាសាខ្មែរនិងមុខវិជ្ជាគណិតវិទ្យាហើយខ្ញុំសូមជម្រាបសួរអ្នកគ្រូបន្តិចថាតើបន្ទាប់ពីអ្នកគ្រូបានបញ្ចូលនៅបច្ចេកវិទ្យានៅក្នុងការបរៀនប្រសិនបើករណីប្រៀបធៀបទៅនឹងអត់ទាន់បញ្ចូលបច្ចេកវិទ្យាថាតើសកម្មភាពរបស់សិស្សមានការចូលរួមជាងមុនឬក៏លទ្ធផលនៃការសិក្សារបស់សិស្សមានការកើនឡើងជាងមុនឬក៏មានលក្ខណៈរបៀបមិនដែរគ្រូបើតាមការសង្កេតរបស់អ្នកគ្រូផ្ទាល់ចាអរគុណច្រើនលោកគ្រូសម្រាប់សំណួរមួយនេះបាទចានៅក្នុងការចូលរួមរបស់សិស្សនាងខ្ញុំសង្កេតឃើញថាសិស្សគាត់ចូលរួមច្រើនជាពិសេសគឺគាត់មានអារម្មណ៍សប្បាយមួយដូចថាគាត់អត់ដែលធ្លាប់ឃើញណាជាពិសេសនៅសាលាខ្ញុំគឺជាតំបន់ដែលនៅជនបទចាជនបទក្មេងគាត់អត់មានបានឃើញរបស់របរឬក៏ការបង្រៀនបែបទំនើបទេតែនាងខ្ញុំទទួលបានជំនួយពីខាង SBB នេះមកនាងខ្ញុំបានទទួលដូចជាtablet ហើយនឹងបច្ចេកវិទ្យាដើម្បីបញ្ចាំងក្នុងការបង្រៀននៅពេលនោះគាត់មានអារម្មណ៍ថាសប្បាយគាត់ថាអោយតែពេលគាត់មករៀនគាត់ចង់រៀនថាព្រោះថាអ្នកគ្រូមានទូរទស្សន៍សម្រាប់មើលតើគាត់អត់ស្គាល់ថាជាអ្វីទេប៉ុន្តែគាត់ប្រើភាសាថាទូរទស្សន៍ធំ
ចាហើយគាត់មានអារម្មណ៍មួយថាគាត់អត់ខានទៀតទេថាអ្នកគ្រូយើងមានទូទាស់សម្រាប់មើលយើងទៅរៀនទៅហើយទូទាស់អ្នកគ្រូមានរឿងមានអីឲ្យយើងអានមានពាក្យសម្រាប់ឲ្យយើងអានធ្វើឲ្យយើងសប្បាយចានេះខ្ញុំលើកផ្ទាល់ពីអារម្មណ៍របស់សិស្សហើយគាត់មានការចូលរួមច្រើនកាត់បន្ថយអវត្តមានកាលមុនដូចជាថាការបង្រៀនរបស់នាងខ្ញុំធម្មតាទេដោយមិនមានបច្ចេកវិទ្យាទំនើបណាលោកគ្រូចាចាប់តាំងពីត្រឹមដែលនាងខ្ញុំទទួលបានជំនួយពីខាងអង្គការ SBB មកគឺខ្ញុំមានបច្ចេកវិទ្យាទំនើបដើម្បីបង្រៀនគាត់ដូចថាខ្ញុំគ្រាន់តែចុចនៅដៃខ្ញុំទេលោតនៅកញ្ចក់ឲ្យមុខទៅពួកគាត់ក៏សប្បាយចិត្តដែរគាត់ថាអ្នកគ្រូដូចជាផ្លេកមានរបស់របរបង្រៀនច្រើនជាងមុនហើយពេលនោះគាត់ក៏សប្បាយចិត្តនាងខ្ញុំក៏សប្បាយចិត្តដែលឃើញការចូលរួមរបស់គាត់ច្រើនចាសូមអរគុណលោកគ្រូនាងខ្ញុំសូមអរទៅទំនេរ